ជំរាបសួរអំពូមីងយាយតាទាំងអស់គ្នាថ្ងៃនេះកូនចេញវីដេអូមកធ្វើនំគមញ៉ាំហើយបើអំពូមីងយាយតាទាំងអស់គ្នាចង់ទិញយកទៅញ៉ាំក៏បានដែរព្រោះមកយាយកូនណាធ្វើលក់រាល់ថ្ងៃទេតែថ្ងៃនេះកូនចង់ញ៉ាំនំគមមកយាយអត់ធ្វើចង់មានតែធ្វើញ៉ាំខ្លួនឯងទេតែកូនធ្វើរៀងបាក់មើលតិចឯងព្រោះកូនតែធ្វើដបោកចឹងអំពូមីងយាយតាទាំងអស់គ្នាក៏ប្រកាន់កូនអីហើយមុននឹងបាននំគមត្រូវកាត់ស្លឹកចេកសិនកាត់ស្លឹកចេកឲ្យមូលឲ្យស្អាតកិនម្សៅសង្កត់ឲ្យស្ងួតទឹកហើយនឹងមានស្នូលចង់ញ៉ាំស្នូលអីដាក់ស្នូលនឹងទៅតែកូនថ្ងៃនេះចង់ញ៉ាំស្នូលដូងខ្ចីដាក់ជាមួយនឹងសណ្តែកតិចធានាថាមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបន្ទាប់ពីបានស្លឹកបានម្សៅបានអីបានស្នូលអីហើយត្រូវយកមកខ្ចប់ជាមួយនឹងស្លឹកចេកតែកូនភ្លេចដាក់ស្នូលក៏មូលញឹកទុកតែម្ដងទៅនៅចាំកាលទៀតទេបើភ្លេចបាត់អីហ្នឹងអាមួយហ្នឹងទុកសិនឥឡូវមកដាក់មួយទៀតលុញម្សៅធ្លាក់ទៀតតែធ្វើអត់ឃើញអំពូមីងអើយធ្វើម៉េចបើកូនកាន់អត់ជាប់មិនធ្លាក់អញ្ចឹងបន្ទាប់ពីមូលម្សៅឲ្យតប៉ែតហើយក៏ដាក់ស្នូលចូលក្នុងហ្នឹងឲ្យមូលឲ្យកូនអញ្ចឹងណាដៃខ្លីៗចឹងទំនងណាកូនក៏ឃើញដៃខ្លួនឯងវិញចង់ហេវបាយទៀតទេនេះហេវបន្ទាប់ពីមូលម្សៅហើយត្រូវខ្ចប់មួយស្លឹកចេកតែកូនអត់ចេះមូលទេកូនចេះតែញុកហើយឲ្យម៉ាក់កាច់ឲ្យឥឡូវបាន2កូនបន្តដាក់2 3ទៀតមើលអត់មួយកញ្ច្រែងកូនញ៉ាំតែម្ដងឥឡូវបន្ទាប់ពីវិចមួយហើយមួយទៀតមើលតំណងដល់កូនវិចមែនអញ្ចឹងតែប៉ិតម៉ាក់វិចឲ្យហុចឲ្យកូនសិនណាតែកូនធ្វើម៉េចបើអង្គុយសំដែងនេះសំដែងឲ្យសំតែម្ដងបន្ទាប់ពីវិចហើយត្រូវយកនំដាក់លើកញ្ច្រែងទូចណែនកូននេះហើយយកទៅចំហុយតែកូននេះទាញចុះទាញឡើងរបូតនំអស់ហើយណាស្ងោមានណាស្លឹកចេកនៅស្លឹកចេកនំនៅនំហ្នឹងធ្វើម៉េចបើកូនអត់ចេះដាក់ផងហើយឥឡូវនេះកូនចាប់ដើមយកទៅចំហុយតែចំហុយនំកូននំគមតែដល់ពេលចំហុយហើយចេញនំបត់បាក់និយាយគ្នាដែរបើរបស់កូនចំហុយហើយម្សៅនៅម្សៅស្លឹកចេកនៅស្លឹកចេកអញ្ចឹងកូនអត់ថតបោះមកយាយធ្វើលក់ហ្មងទៅ